រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ពីសត្វឆ្កែ7ក្បាលនៅប្រទេសចិននៅថ្ងៃទី16ខែមីនាឆ្នាំ2026នេះឆ្កែ7ក្បាលកំពុងតែធ្វើដំណើរនៅតាមផ្លូវនៅក្នុងចំណោមនោះគេសង្កេតឃើញមានឆ្កែ Goji ដែលជាឆ្កែមានល្អិតជាងគេបានស្ម័គ្រចិត្តធ្វើជាប្រធានក្រុមហើយបាននាំក្រុមឆ្កែ6ក្បាលទៀតធ្វើដំណើរតាមផ្លូវយ៉ាងត្រដាប់ត្រដួសនៅក្នុងចំណោមឆ្កែទាំង7ក្បាលនោះមានឆ្កែមួយដែលជាប្រភេទឆ្កែ German Shepherd ដែលមានមាឌធំជាងគេបានរងរបួសជើងប៉ាំងឆែលបើទោះបីជាឆ្កែដែលមានមាឌធំជាងគេនោះមានបញ្ហារបួសជើងម្ខាងពីការរត់គេចចេញពីទ្រុងរបស់ចៅក៏ដោយក៏ឆ្កែប៉ុន្មានក្បាលទៀតគឺមិនបានបោះបង់ឆ្កែដែលមានមាឌធំនោះទេដោយពួកវាស្ម័គ្រចិត្តដើរតួជាអ្នកការពារម្ដងម្នាក់មិនឲ្យមានបញ្ហានៅពេលដែលឡានបើកបរនៅតាមផ្លូវដែលជួយតម្រង់ផ្លូវឲ្យឆ្កែមាឌធំបានដើរត្រង់ផ្លូវនឹងគេដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងចរាចរណ៍ឬក៏ឡានក្រោមការដឹកនាំរបស់ឆ្កែ Goji ដែលមានមាឌល្អិតនិងជើងខ្លីឆ្កែទាំង7ក្បាលបានធ្វើដំណើររយៈពេល2យប់2ថ្ងៃក្នុងចម្ងាយផ្លូវ17គីឡូម៉ែត្ររហូតមកដល់គេហដ្ឋានរបស់ពួកគេដែលមិនគួរឲ្យជឿទាល់តែសោះរឿងរ៉ាវនេះបានបញ្ជាក់ឲ្យយើងឃើញថាដំណើរឆ្ងាយប៉ុណ្ណាក៏ដោយបើសិនជាមានភាពស្មោះត្រង់និងសាមគ្គីភាពគ្នាយើងពិតជាអាចសម្រេចបាននៅគោលដៅក្នុងនាមជាមិត្តភ័ក្តិមិនអាចបោះបង់គ្នានៅពេលដែលគ្នាមានបញ្ហានោះទេសត្វឆ្កែគឺជាសត្វចិញ្ចឹមមួយដែលស្មោះត្រង់បំផុតក្នុងចំណោមសត្វទាំងអស់សត្វឆ្កែគឺជាសមាជិកគ្រួសាររបស់យើងដ៏ស្មោះត្រង់សត្វឆ្កែត្រូវបានធម្មជាតិបង្កើតមកដើម្បីកំដរភាពឯកោរបស់មនុស្សលោកដែលជាជីវិតដ៏កម្រនៅក្នុងចក្រវាឡនេះចុះអ្នកទាំងអស់គ្នាវិញតើមានមិត្តភ័ក្តិដែលស្មោះត្រង់ដូចជាសត្វឆ្កែនេះដែរឬទេបើសិនជាមានមែនចូលថែរក្សាពួកគេឲ្យបានល្អហើយស្មោះត្រង់នឹងគាត់វិញផង